សួស្តីខ្ញុំឈ្មោះគីគៀងឡុងគឺជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុនមរេកំពតសានរ៉ៃ Import Export Co Ltd បាទថ្ងៃនេះផ្ទាល់គឺខ្ញុំចង់ណែនាំបន្តិចទាក់ទងជាមួយនឹងមរេកំពតសរីរាង្គរបស់យើងគឺជាមរេចដែលមានក្លិនឈ្ងុយគឺក្រអូបពិសេសម្យ៉ាងទៀតគឺត្រង់ថាវាញ៉ាំទៅគឺមិនក្រហាយហឹរប៉ុន្តែគឺមិនក្រហាយពោះទេចំណុចពិសេសមួយទៀតទៅលើជំនួយដល់សុខភាពរាងកាយរបស់យើងផងដែរគឺទី1ទាក់ទងជាមួយនឹងជួយទៅលើការរំលាយអាហារបានល្អហើយទាក់ទងគឺមិនប៉ះពាល់ដល់ពោះវៀនរបស់យើងទេហើយក៏អាចបំបត្តិជាមួយនឹងការផ្ដាសាយផងដែរគឺដោយសារតែមរេចរបស់យើងគឺជាប្រភេទមរេចសរីរាង្គគឺមិនធ្វើឲ្យប៉ះពាល់ក្តៅក្នុងទេបាទមួយទៀតទាក់ទងជាមួយនឹងមរេចកំពតសរីរាង្គរបស់យើងគឺមាន3ពណ៌គឺមានពណ៌ខ្មៅសក្រហមសូមចែករំលែកបន្តិចទាក់ទងជាមួយនឹងការកកើតនៃសានរ៉ៃមរេចកំពតសរីរាង្គរបស់យើងគឺបង្កើតឡើងតាំងពីឆ្នាំ2014ដោយសារតែក្រុមគ្រួសាររបស់យើងគឺមានដីមួយកន្លែងនៅឯស្រុកដងតុងខេត្តកំពតដែលជាទីតាំងមួយល្អបំផុតសម្រាប់ការដាំដុះនៃមរេចកំពតនៅខាងនោះដូច្នេះហើយទើបយើងមានគំនិតមួយថាបើសិនជាបង្កើតជាមរេចកំពតដាំដុះជាមួយនឹងមរេចកំពតហើយគួរតែមរេចកំពតសរីរាង្គទើបវាទទួលបានជាមួយនឹងកេរ្តិ៍ឈ្មោះល្អជាមួយនឹងគុណតម្លៃនៃមរេចហ្នឹងឲ្យកាន់តែខ្ពស់ជាងនឹងទៅទៀតបាទដោយសារតែការគិតផលយើងគឺត្រឹមត្រូវទើបយើងទទួលបានជាមួយនឹងការទទួលស្គាល់ពីខាងភ្ញៀវជាច្រើនដែលគាត់ឃើញជាមួយនឹងគុណតម្លៃនៃមរេចកំពតសរីរាង្គរបស់យើងនៅឯខាងខេត្តកំពតយើងមានការបញ្ជាទិញយើងមានការចាប់អារម្មណ៍ពីខាងឈ្មួញកណ្ដាលមួយចំនួនដែលគាត់បានមកតាក់ទងយើងក្នុងការជាវយកទៅលក់បន្តនៅឯខាងក្រៅប្រទេសប៉ុន្តែយើងសង្កេតឃើញថាការទៅលក់មួយចំនួនគឺมันមានប្រភពច្បាស់លាស់មានន័យថាផ្ដល់ជាប្រភពចេញមកពីខាងប្រទេសកម្ពុជាទេគឺមានន័យថាគឺយកទៅលក់នៅឯខាងក្រៅប្រទេសគឺដាក់ជាមួយនឹងorigin ពីខាងប្រទេសផគាត់ទៅវិញដូច្នេះហើយទៅយើងមានគោលកំណត់មួយថាគួរតែបើកជាមួយនឹងខាងក្រុមហ៊ុនយើងមួយទៀតដើម្បីយើងអាចតាក់ទងផ្ទាល់ជាមួយនឹង buyer យើងអាចនឹងស្វែងរកជាមួយនឹងខាងភ្ញៀវឯនៅខាងក្រៅប្រទេសផ្ទាល់ដើម្បីយើងបង្កើតជាក្រុមហ៊ុនមួយតំណាងឲ្យប្រទេសកម្ពុជាមានជាផលិតផលកម្ពុជាមួយនៅក្នុងដៃដើម្បីឲ្យបរទេសនៅខាងក្រៅប្រទេសគឺគាត់ទទួលស្គាល់ទៅយើងបង្កើតឡើងជាមួយនឹងខាងក្រុមហ៊ុន Sunrai Pepper Cambodia Import Export Co Ltd នៅក្នុងឆ្នាំ2019ដែលយើងបានធ្វើការដាំដុះគឺក្នុងទំហំដីទាំងអស់គឺ16ហិកតាយើងធ្វើការដាំដុះគឺ4ហិកតាចុច3ដែលយើងមានការដាំដុះរហូតដល់10000ជាងគង់បាទហើយតាក់ទងជាមួយនឹងមរេចយើងគឺពីមួយឆ្នាំទៅមួយឆ្នាំគឺល្អមែនទែនដោយសារយើងមានការទទួលស្គាល់និងមានការ consult ពីខាង audit ដែលគាត់សិក្សាថាជាអ្នកជំនាញគឺមកពីខាងអង្គការអន្តរជាតិបេសកកម្មនៃក្រុមហ៊ុនរបស់យើងគឺទី1គឺយើងចង់បង្កើតជាមួយនឹងឱកាសការងារទៅដល់ប្រជាកសិករដែលនៅខាងចំការនិងក៏ជាឱកាសការងារដល់បុគ្គលិកដែលគាត់ធ្វើការនៅខាងក្រុមហ៊ុនបាទចំណុចទី2គឺយើងចង់ចែករំលែកឲ្យកាន់តែទូលំទូលាយទៅដល់ភ្ញៀវដែលនៅខាងក្រៅប្រទេសឲ្យគាត់ទទួលដឹងទទួលឮតាក់ទងជាមួយនឹងមរេចកំពតសរីរាង្គរបស់យើងដែលជាមរេចមួយគឺមានក្លិនឈ្ងុយជាងគេនៅលំដាប់ពិភពលោកចំណុចទី3គឺយើងចង់ចែករំលែកជាមួយនឹងតិចនិចនៅក្នុងការដាំដុះនិងលើកទឹកចិត្តឲ្យបងប្រជាកសិករដែលគាត់នៅឯខាងស្រុកដងតុងខេត្តកំពតដែលគាត់មានដីហើយគឺគាត់មានទីតាំងហើយតែគាត់ខ្វះជាមួយនឹងចំណេះដឹងក្នុងការដាំដុះគឺដើម្បីឲ្យគាត់នឹងគឺជួយគ្នាលើកតម្កើងគ្នាដើម្បីធ្វើការដាំដុះក្នុងទឹកដីដែលល្អបែបនេះដើម្បីបង្កើនជាមួយនឹងមរេចសរីរាង្គរបស់យើងគឺពីមួយឆ្នាំទៅមួយឆ្នាំឲ្យកាន់តែល្អទៅនិងមានការបញ្ជាទិញកាន់តែច្រើនទៅដូចគ្នាតាក់ទងជាមួយនឹងទស្សនវិស័យនៅថ្ងៃមុខសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំយល់ឃើញថាខ្ញុំរំពឹងថាគឺមរេចកំពតសរីរាង្គរបស់យើងគឺនឹងមានការទទួលស្គាល់កាន់តែច្រើនទៅហើយយើងដែលជាប្រជាជនខ្មែរមួយរូបដែលជាប្រជាកសិករខ្មែរមួយរូបក៏សង្ឃឹមថានឹងបានចែករំលែកតាក់ទងជាមួយនឹងមរេចកំពតសរីរាង្គរបស់យើងគឺឲ្យពិភពលោកកាន់តែស្គាល់ទៅកាន់តែច្រើនទៅដូចគ្នាគឺយើងចង់ឲ្យបងប្អូនប្រជាកសិករខ្មែររបស់យើងមិនថាជាប្រជាកសិករគឺជាបងប្អូនប្រជាជនខ្មែររបស់យើងឲ្យគាត់យល់ដឹងកាន់តែច្រើនតាក់ទងជាមួយនឹងផលិតផលសរីរាង្គមិនមែនតែមរេចមួយទេគឺគ្រប់ផលិតផលទាំងអស់ឲ្យតែសរីរាង្គគឺជួយអ្វីខ្លះគឺដល់សុខភាពគឺគ្រប់គ្រងទាំងអស់គ្នាបងប្អូនបាទ